Yo hello ថ្ងៃនេះគឺខ្ញុំមាន mod Boost FPS សម្រាប់មកចែកជូនអ្នកគ្នាហើយគឺ mod ហ្នឹងគឺ version 1.21.4 ហើយសម្រាប់អ្នកគ្នាយកទៅចង់ដាក់ស្អីក៏បានដែរដាក់បច្ចេក launcher ឬក៏ Heat launcher ឬក៏ launcher ផ្សេងៗអ្នកគ្នាប្រើប្រាស់ហ្នឹងគឺអាចដាក់បានទាំងអស់ហើយនៅហ្នឹងគឺខ្ញុំបាន add ឲ្យចូលមួយដែរគឺ Frost Client តែខ្ញុំដឹងអានខុសអានត្រូវទេហើយហ្នឹងគឺយើងអាចដាក់auto mine auto totem auto fish auto អីបានច្រើនណាស់យើងអាចដាក់ auto crystal ទុកCPP ក៏បានដាក់ X-ray ក៏បានហើយauto anchor ក៏បានដែរឥឡូវខ្ញុំមកបានអ្នកគ្នាថា auto crystal ហើយនិង auto anchor ហ្នឹងមិនគឺថាអ្នកគ្នាចុចanchor តា click តែមួយទេគឺខ្ទុះ auto តែហ្មងយើងអត់តែអ្នកគ្នាមាន glowstone នៅក្នុងខ្លួនគឺវាខ្ទុះ auto ហ្មងឥឡូវយើងមកមើលពី crystal ហ្មងយើងដូចគ្នាយើងគឺចឹងគឺថាលឿនខ្លាំងមែនតើសម្រាប់គ្នាលេងលើទូរស័ព្ទឬក៏អ្នកគ្នាដៃយឺតអីណាយកនេះទៅដាក់ទៅមិនបាច់ភ័យថារឿងវាយចាញ់គេទេសម្រាប់អ្នកគ្នាចង់ download គឺ link ខ្ញុំដាក់ខាងក្រោម description អ្នកគ្នាអាចចូល download បានហើយបើមិនមើលដល់ដំណើរកុំភ្លេចជួយចុច subscribe ហើយ like អ្នកមួយអងដើម្បីឲ្យខ្ញុំទៅរក mod ថេកចឹងមកទៀតដែរវីដេអូមួយហ្នឹងក៏មានតែប៉ុណ្្នឹងដែរបាយបាយ